nè đã tây trở lại hạt prán á khơi kìm miên sạch đùm thùng xa miên six pack hỏi trong bán đổi kề tái thời đăng thà về class one pack viết và sai chừng six pack đời xa tại nè đại quạt hạt prán vô sạch đống miên phía roi trái mẹn tên nâng ơi liền đi căn tại khăn kịp tự say căn tại khăn nè bạn sẽ xây nhà tỏ khá trong phút nè đại quạt hạt prán lên sạch đống hay miên phía roi cua đểធ្វើក៏មានបញ្ហាលៀនឌីគៀបសរសៃហ្នឹងតែងតែកើតច្រើនជាងគេអ្នកដែលគាត់ហាត់ប្រាណដំបូងអ្នកដែល beginner ចូលហាត់ប្រាណដំបូងមានមូលហេតុពីរសំខាន់មូលហេតុទី1គឺគាត់លើកខុសបច្ចេកទេសហើយភាគច្រើនកើតទៅលើអ្នកដែលគាត់ចូលហាត់ដំបូងអ្នកដែល beginner លំហាត់ប្រាណដែលគាត់លើកខុសបច្ចេកទេសច្រើនជាងគេគឺគេហៅថា lifting barbell ហើយលំហាត់ប្រាណមានដូចជាគាត់ deadlift ដូចក្នុងរូបអញ្ចឹងsquat ហ្នឹងហើយនឹង overhead press លំហាត់ប្រាណទាំងអស់ហ្នឹងគឺគេតម្រូវឲ្យពេលដែលហាត់គេប្រើជើងសាច់ដុំជើងច្រើនជាងសាច់ដុំចង្កេះចំពោះអ្នកដែល beginner គាត់តែងតែប្រើចង្កេះសាច់ដុំចង្កេះខ្លាំងជាងជើងអញ្ចឹងធ្វើឲ្យទម្ងន់ធ្លាក់ទៅលើចង្កេះកាន់តែខ្លាំងសាច់ដុំប្រឹងកាន់តែខ្លាំងងាយនឹងឲ្យលៀនឌីសកាន់តែខ្លាំងគៀបសរសៃកាន់តែខ្លាំងម្យ៉ាងទៀតអ្នកដែលគាត់លេងសាច់ដុំដំបូងណាគាត់ចង់បានលទ្ធផលដូចគេបាន six pack បានសាច់ដុំធំស្អាតភ្លាមគាត់អត់ចង់ចាយពេលវេលាយូរទេអញ្ចឹងគាត់ព្យាយាមលើករបស់ធ្ងន់ខ្លាំងអញ្ចឹងការលើកដោយខុសទំនងខុសបច្ចេកទេសនឹងឲ្យគាត់មានបញ្ហាក្នុងការលៀនឌីសកាន់តែខ្លាំងមូលហេតុទី2គឺជាការប៉ះពាល់ឬក៏ប៉ះទង្គិចទៅលើសាច់ដុំចង្កេះឬក៏ឆ្អឹងចង្កេះតិចប៉ុន្តែរាល់ថ្ងៃរយៈពេលយូរចំពោះអ្នកដែលគាត់លេងសាច់ដុំទោះបីជាគាត់មានជំនាញក៏ដោយមិនប្រកាសថាគាត់លើក100ដងគាត់ត្រូវតែ100ដងទេគង់តែមានពេលណាមួយគាត់លើកខុសទំនងណាមួយអញ្ចឹងអាខុសទំនងហ្នឹងធ្វើឲ្យលៀនឌីសកាន់តែខ្លាំង